ជម្រាបសួរលោកគ្រូនិងសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះក្រុមខ្ញុំបានលើកយកនៅជីបងបែង app មកធ្វើការបកស្រាយនេះគឺជាសមាជិកក្រុមរបស់ខ្ញុំដែលមានដូចជាអ៊ីនចាន់ហេង Main Thread រៀមសាវរីនិងខ្ញុំផ្ទាល់យឹមស៊ីពៅចំណុចទី1និយាយអំពី Introduction to Mobile App ចឹងក្រុមរបស់ខ្ញុំបានជឿ Mobile App នេះឡើងគឺជាដោយសារតែ Mobile App នេះគឺជាកម្មវិធីបច្ចេកទេសដែលត្រូវបានរចនាឡើងយ៉ាងពិសេសសម្រាប់ប្រើប្រាស់លើ Smartphone ហើយដើម្បីសម្រួលដល់ការងារផ្សេងៗនិងបង្កើនភាពងាយស្រួលដល់អ្នកប្រើប្រាស់មួយវិញទៀតយើងផ្ដល់ជូននៅសេវាកម្ម24នៅលើ7គ្រប់ទីកន្លែងកម្មវិធីទូរស័ព្ទដៃនេះក៏បានក្លាយជាឧបករណ៍យ៉ាងសំខាន់ក្នុងវិស័យជាច្រើនដូចគ្នាផងដែរដូចជាធនាគារ Digital e-commerce ឬក៏ social networking ចូលដល់ចំណុចទី2នេះយើងមកស្គាល់ពី app នេះវិញអញ្ចឹង app របស់យើងមានឈ្មោះថា Chipmunk Bank ចំពោះ platform របស់វាយើងអាចរកបានទាំង Android និង iOS ហើយសំខាន់មួយវិញទៀតនោះគោលបំណងរបស់យើងគឺផ្ដល់សេវាកម្មធនាគារតាមរយៈអ៊ីនធឺណិតមានន័យថាយើងអាចប្រើបានគ្រប់ពេលវេលានិងទីកន្លែងចំណុចទី3ខ្ញុំឲ្យសមាជិកក្រុមរបស់ខ្ញុំបងច័ន្ទហេងជាអ្នកបកស្រាយបន្ទាប់ដល់ចំណុចទី3គឺយើងនិយាយអំពីដំណើរការក្នុងការចូលប្រើប្រាស់ app Chipmunk ដែលជំហានទី1បើសិនបើអ្នកប្រើប្រាស់គាត់មានគណនីរួចហើយគឺគាត់អាចធ្វើការ login បានប៉ុន្តែបើសិនអ្នកប្រើប្រាស់គាត់មិនទាន់មានគណនីនោះទេគឺគាត់អាចជ្រើសរើសក្នុងការ sign up ដែលជាដំបូងគឺយើងបើក app Chipmunk មកគឺគេនឹងឲ្យយើងជ្រើសរើសភាសាសម្រាប់ងាយស្រួលនៅក្នុងការប្រើប្រាស់ app Chipmunk ហើយបន្ទាប់មកបើយើងមានគណនីស្រាប់គឺយើងចូលពាក្យថាគណនីបើយើងមិនទាន់មានទេគឺយើងចូលពាក្យថាបើកគណនីហើយយើងនឹងធ្វើតាមលក្ខខណ្ឌផ្សេងៗដែលគេបានកំណត់បន្ទាប់មកយើងនឹងចុចបន្តយើងអាចចូលប្រើប្រាស់ app Chipmunk បានដល់ចំណុចទី4គឺយើងនិយាយពីការធ្វើការ design UI ដែលក្នុងការ design UI នេះដែរគឺយើងផ្ដោតទៅលើការ design ដែលមានភាព clean ងាយស្រួលមើលដែលយើងប្រើប្រាស់ពណ៌ដែលធ្វើឲ្យមានភាពទាក់ទាញដែលការប្រើប្រាស់ពណ៌នេះដែរគឺយើងពណ៌មិនដូច app original ទេតែវាអាចនឹងមានភាពរាងប្រហែលគ្នាមិនតែប៉ុណ្ណោះការ design UI របស់យើងនេះគឺផ្ដោតទៅលើភាពងាយស្រួលហើយនិងមានភាពរហ័សដោយមិនមានលក្ខខណ្ឌស្មុគស្មាញនៅក្នុងការចូលប្រើប្រាស់ app ហើយក៏មិនមានភាពថាភ័ន្តច្រឡំទៅលើផ្នែកណាមួយនៅក្នុង mobile app ផងដែរហើយម្យ៉ាងទៀតក្នុងការ design app នេះគឺយើងធ្វើឲ្យវាមានភាពសាមញ្ញនិង clear ដោយប្រើប្រាស់ icon ដែលយើងមានលក្ខណៈថាបែបយើងងាយស្រួលមើលដោយមិនមានការច្រឡំចូលទៅផ្នែកណាមួយឬក៏ផ្នែកផ្សេងៗដែលបានដឹងច្បាស់ថាផ្នែកហ្នឹងប្រើដើម្បីអីឬក៏ផ្នែកផ្សេងទៀតប្រើដើម្បីអីចំណុចបន្ទាប់ខ្ញុំសូមបកគោលឲ្យMain Thread គាត់អ្នកបកស្រាយបន្តតោះឥឡូវយើងមកដឹងអំពីអត្ថប្រយោជន៍សំខាន់ៗរបស់ app Chipmunk ទាំងអស់គ្នាទី1គឺចំណេញពេលវេលានៅក្នុងការចាយលុយខាងក្រៅនៅពេលដែលយើងទិញអីវ៉ាន់ឬមួយក៏របស់អីមួយហើយទី2 app Chipmunk Bank នេះគឺជា app មួយដែលដំណើរការ24ម៉ោងដូចជាធនាគារដទៃអញ្ចឹងគឺយើងអាចបាញ់លុយដកលុយដាក់លុយអីបានគ្រប់ពេលវេលាហើយចំណុចសំខាន់ទី3គឺវាមានសុវត្ថិភាពនៅក្នុងការដកឬដាក់លុយចេញចូលព្រោះអីមាន transaction ដែលមានពេលវេលាច្បាស់លាស់អរគុណលោកថេតសម្រាប់ចំណុចចុងក្រោយគឺចូលមកដល់ចំណុច conclusion ដែលខ្ញុំសូមធ្វើការបកស្រាយនៅចំណុចរួមចុងក្រោយគឺយើងអាចមើលឃើញបានថាChipmunk Bank កំពុងមានការអភិវឌ្ឍដោយបានរួមបញ្ចូលនៅបច្ចេកវិទ្យាទំនើបដើម្បីបំពេញតម្រូវការរបស់អតិថិជនដែលបានរួមបញ្ចូលជាមួយនឹង mobile app ដែលអាចបង្កលក្ខណៈងាយស្រួលឲ្យអតិថិជនអាចគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួននិងធ្វើការ
ប្រតិបត្តិការទូទៅផ្សេងៗបានតាមរយៈmobile app ដោយមិនចាំបាច់ទៅដល់ទីតាំងធនាគារផ្ទាល់ឡើយហើយជាពិសេសការរចនា UX UI ល្អដែលធ្វើឲ្យអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ app នោះផងដែរជារួមមកវិញ mobile app ពិតជាមានសារៈសំខាន់ណាស់នៅក្នុងការអភិវឌ្ឍសេវាធនាគារសម័យថ្មី